នឹងឯសវណ្ណបងសុំខ្ចីតែ8,000ទេបងខ្ចីអត់យូរទេតែ2ខែបងនឹងសងជូនអនឡាញវិញទុកពេលខ្ញុំ1ខែទៅមុនណាខ្ញុំសន្យាថាសងវិញអូនឯងរកវិចិត្រមែនអូយគាត់លក់ហាងហ្នឹងបាត់ឯតាតែឥឡូវប្តីប្រពន្ធគាត់ទៅដល់7ហើយវិចិត្រយល់ព្រមសំបំណុលខ្ញុំដូចជាបានដកបន្លាចេញពីទ្រូងរបស់ខ្ញុំអញ្ចឹងបុផាសវណ្ណប្តីគ្នាគាត់ចង់ពង្រីកហាងថ្មីគ្នាសុំពឹងពាក់ឯងបន្តិចមកណានឹងឯសវណ្ណបងសុំខ្ចីតែ8,000ទេដើម្បីពង្រីកហាងរកស៊ីបងហើយបងសន្យាថាឲ្យការប្រាក់អូនចំនួន600ក្នុងមួយខែបងខ្ចីអត់យូរទេតែ2ខែបងនឹងសងទាំងការទាំងដើមជូនអនឡាញវិញតែលុយនឹងវារៀងច្រើនដែរហ្នឹងណាសវណ្ណហាងប្តីគ្នាកំពុងតែដំណើរការល្អហើយវាសំខាន់ណាស់សម្រាប់អនាគតពួកយើងអាចជួយគ្នាទៀតណាសវណ្ណណាអញ្ចឹងចាំគ្នាតិចសិនណាអាឡូបងធឿនដែរបងបងអូនមានរឿងចង់ពឹងបងមួយហ្នឹងបងពួកម៉ាក់ខ្ញុំវាខ្វះលុយបរិយាអាជីវកម្មហើយខ្ញុំសុំពឹងបង6,000សិនណាបងចាបងចាបងខ្ញុំធានាថាសងបងវិញទាំងដើមទាំងការ2ខែទៀតណាបងខ្ញុំខ្ចីលុយបងចដូនមួយខ្ញុំដើម្បីជួយមិត្តភក្តិខ្ញុំបុប្ផាធានាអះអាងឲ្យប្តីនាងខ្ញុំក៏ជឿជាក់ថាវិចិត្រនឹងរក្សាពាក្យសន្យានេះអាឡូវិចិត្រដល់នេះអីដងឯងត្រូវសងលុយខ្ញុំឯណាខ្ញុំប្រញាប់យកទៅសងបងចដូនមួយខ្ញុំដែរហ៎ទុកពេលខ្ញុំ1ខែទៅមុនណាខ្ញុំសន្យាថាសងវិញព្រោះតាហាងខ្ញុំមួយរយៈនេះរកសើបានទេអញ្ចឹងកុំឲ្យផុតខែហ្នឹងណាកុំឲ្យខ្ញុំខកចិត្តទៀតណា1ខែខ្លះជា2ខែលេងកាន់តែច្រើនជាងមុនការអស៊ីរបស់ខ្ញុំមួយរយៈនេះអត់សូវល្អទេអញ្ចឹងខ្ញុំអត់មានលុយសងទេឈប់តែមកខ្ញុំទៀតខ្ញុំគ្មានលុយទេប្តីរបស់មិត្តភក្តិខ្ញុំប្រែប្រួលហើយបុប្ផាក៏លែងលើកលែងទូរស័ព្ទខ្ញុំទៀតវិចិត្រមែនអូយគាត់លក់ហាងហ្នឹងបាត់ឯតាតែឥឡូវប្តីប្រពន្ធគាត់ទៅដល់7ហើយខ្ញុំមិនត្រឹមតែបាត់បង់លុយកាក់តែប៉ុណ្ណោះទេខ្ញុំថែមទាំងបាត់បង់មនុស្សម្នាក់ដែលខ្ញុំតែងតែគិតថាគេគឺជាមិត្តពិតប្រាកដរបស់ខ្ញុំបងច្រឡំមួយយើងតែមកទៀតឯងបងហើយគាត់តែមកគម្រាមថាគាត់នឹងដឹងថ្ងៃឡើងតុលាការពួកគេលួចរត់អស់ហើយបងខំប្រឹងអស់ពីសមត្ថភាពហើយអូនិយាយចឹងបងអ្នកនៅកន្លែងធ្វើការខ្ញុំណាគាត់ណែនាំស្ថាប័នមួយនេះបងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបងខាងអដកនឹងធ្វើការតាក់ទងទៅវិចិត្រហើយការដោះស្រាយវិវាទនៅអដកនេះគឺមិនមានយកប្រាក់កម្រៃសេវាអ្វីទាំងអស់តែពួកគេបានគិតចេញពីខ្ញុំច្រើនខែការដោះស្រាយវិវាទនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺឈរលើគោលការណ៍ឈ្នះទាំងសងខាងខ្ញុំជឿជាក់ថាវិចិត្រនឹងចូលរួមដោះស្រាយវិវាទនៅអដកជាមួយនឹងប្អូនខ្ញុំសង្ឃឹមតិចណាស់ប៉ុន្តែ3អាទិត្យក្រោយមករឿងនឹកស្មានមិនដល់បានកើតឡើង
ញ៉ាំមានលុយទេ ខ្ញុំខំទុកចិត្តបងឯងខំឲ្យលុយបងឯងខ្ចីហើយឥឡូវបីបងឯងមកធ្វើអញ្ចឹងដាក់ខ្ញុំហ៎ឥឡូវនេះបងចដោតមួយខ្ញុំចង់ដាក់ពាក្យប្តឹងខ្ញុំទៀត ការទិញវេះមិនមែនជាដំណោះស្រាយទេវិចិត្រអញ្ចឹងយើងគួរតែមករកដំណោះស្រាយមួយដែលប្រសើរសម្រាប់អ្នកទាំងពីរ តែសវណ្ណក៏ដឹងថាសេដ្ឋកិច្ចឥឡូវវាធ្លាក់ចុះហើយអាភាពស្មោះត្រង់ក៏មិនដែលយកឈ្នះភាពតច្រករបស់ខ្ញុំដែរខ្ញុំពិតជាអត់ចង់ធ្វើបែបហ្នឹងទេ វិចិត្រអាចប្រាប់ពីស្ថានភាពនិងលទ្ធភាពដែលវិចិត្រមានដើម្បីឲ្យសវណ្ណពិចារណាពិតណាស់គ្រប់ចំណុចឬលក្ខខណ្ឌទាំងអស់ត្រូវតែមានការយល់ព្រមពីភាគីទាំងពីរដំណោះស្រាយមួយអាចនឹងមានបើភាគីទាំងពីរព្យាយាមដោះស្រាយដោយការយោគយល់គ្នានិងសម្បទានឲ្យគ្នា ពួកយើងបានពិភាក្សាគ្នាអស់2ម៉ោងខ្ញុំបានប្រាប់ពីផលប៉ះពាល់នៃបំណុលនេះមកលើជីវិតរបស់ខ្ញុំវិចិត្រយល់ព្រមសងបំណុលដោយសងរំលោះជាខែខ្ញុំដូចជាបានដកបន្លាចេញពីទ្រូងរបស់ខ្ញុំអញ្ចឹងនេះវិចិត្រសងលុយបងឯងនេះជាខែទី6ឯងទោះបីជាវាមិនបានច្រើនតែវិចិត្របានសងបងរាល់ខែហើយឡើងទៀងទាត់ហ្មង បងហើយបងច្រឡំមួយយើងណាក៏លែងទៅមកយើងទៀតដែរបងព្រោះគាត់ពេញចិត្តមួយការប្រងព្រាមមួយហ្នឹងហ៎បង ខ្ញុំគិតថាក្តីសង្ឃឹមរបស់ខ្ញុំវាបានរលាយសាបសូន្យអស់ទៅហើយក៏ប៉ុន្តែសូមអរគុណទៅដល់អដកដែលបានជួយដល់ខ្ញុំមិនឲ្យខ្ញុំដោះស្រាយបញ្ហានេះតែម្នាក់ឯងពួកគេបានជួយខ្ញុំឲ្យខ្ញុំរកឃើញដំណោះស្រាយមួយដែលខ្ញុំនឹកស្មានមិនដល់ អដកដោះស្រាយវិវាទប្រកបដោយវិជ្ជាជីវៈនិងមិនគិតថ្លៃសម្រាប់អ្នក